តាមបងប្អូនរីកមិនគាត់ថាថៃកលាំងហាយយកមកស្ងោរជ្រក់ក៏ឆ្ងាញ់ដែរថ្ងៃនេះខ្ញុំយកថៃកលាំងហាយមកស្ងោរជ្រក់តែទម្លាប់របស់ខ្ញុំនៅពេលដែលខ្ញុំចង់ស្ងោរជ្រក់ថៃខ្ញុំអត់ដែលភ្លេចរឿងផ្អកឯងព្រោះដោយសារតែផ្អកបើសិនយើងយកស្ងោរលាយជាមួយថៃវាឆ្ងាញ់ខ្លាំងរបៀបស្ងោររបស់ខ្ញុំដូចអ្វីដែលបងប្អូនធ្លាប់ឃើញកន្លងមកអញ្ចឹងខ្ញុំអត់ដែលស្លមានក្បួនខ្នាតមកពីណាទេព្រោះវាជាអ្វីដែលខ្ញុំចេះអ្វីដែលខ្ញុំដឹងហើយខ្ញុំអាចធ្វើបានបើសិនជាបងប្អូនចូលមកខមមិនថាខ្ញុំធ្វើនឹងអត់ត្រូវក្បួនទេប្រហែលជាអត់ត្រូវទេព្រោះដោយសារតែខ្ញុំមិនមែនជាអ្នកជំនាញអីទេប៉ុន្តែខ្ញុំចេះពេលដែលខ្ញុំធ្វើម្ហូបអីមួយខ្ញុំតែងតែយល់ថាប្រភេទអស់ហ្នឹងវាត្រូវជាមួយគ្នាអស់មិនមែនដាក់ទៅមួយឆ្វេងមួយឆ្ដាំហើយញ៉ាំទៅអត់ចូលជាតិគ្នាសោះក៏ខ្ញុំអត់អាចធ្វើយកមកបង្ហាញបងប្អូនដែរខ្ញុំមិនមែនជាអ្នកជំនាញម្ហូបតាមក្បួនខ្នាតអីទេប៉ុន្តែខ្ញុំក៏ធ្លាប់ជាចុងភៅដែលធ្វើការនៅក្នុងហាងមួយកន្លែងដែរគ្រាន់តែធ្វើការដើម្បីបានប្រាក់ខែទៅប៉ុណ្ណោះកាលនោះក៏ប៉ុន្តែខ្ញុំបានចេះជំនាញទាំងអស់នេះមកចិញ្ចឹមខ្លួនឯងដល់រាល់ថ្ងៃនេះកាលនោះបើសិនជាខ្ញុំដឹងថាខ្ញុំមានជំនាញមកខាងម្ហូបនេះខ្ញុំប្រកាសជាចាប់វាឲ្យជាប់ហើយនឹងស្វែងយល់វាឲ្យបានច្រើនជាងនេះតែធ្វើម៉េចពេលវេលាបដៅឲ្យខ្ញុំខ្លាយជាអ្នករកស៊ីវិញអញ្ចឹងហើយខ្ញុំក៏ងាកមកខ្លាយទៅជាអាជីវករដល់រាល់ថ្ងៃគ្រឿងក្រៅដែលខ្ញុំដាក់នៅក្នុងនេះគឺខ្ញុំប្រើតែរំដេងហើយម្សៅស៊ុបហើយស្ករបន្តិចបំផុតហើយនឹងទឹកត្រីបន្តិចតែប៉ុណ្ណោះក្នុងនេះមានជីនាងវងជីរណាស្លឹកខ្ទឹមហើយខ្ញុំច្បាច់ក្រូចឆ្មាចំនួន2ចំណិតផងដែរបងប្អូនដែលចង់ទិញកាវបកពុកមាត់បងមករាឆាតចូល Telegram របស់ខ្ញុំ086 94 66 និង24មួយឈុត$25មានឆ្នាំងរំលាយកាវមួយកាវ400ក្រាមនិងស្លាបព្រាបៀកមួយឈុតនេះបងប្អូនប្រើបានរាប់ខែបើបងប្អូនមានឆ្នាំងហើយទិញតែកាវបានមកកញ្ចប់តែ$15តែប៉ុណ្ណោះចំណូល400ក្រាមអត់ហ្វ្រីថ្លៃដឹកទេកាវបកហូមជើងមួយឈុត$15កាវបកពុកមាត់មួយឈុត$25សម្រាប់អ្នកចង់មកបកដល់ទីតាំងហាងបកពុកមាត់បងមករាមានទីតាំងនៅអូដឹមចូលក្នុង Google Map វាយអក្សរខ្មែរដាក់ថាហាងបកពុកមាត់បងមករាសេវាកម្មបកពុកមាត់តម្លៃត្រឹមតែ$3តែប៉ុណ្ណោះបងប្អូនអាចអញ្ជើញមកបានបើករាល់ថ្ងៃចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 9 រសជាតិសម្លស្ងោរជ្រក់ត្រីដែលខ្ញុំយកមកលាយផ្អកនេះមិនដិតពេកទេខ្ញុំដឹងថាផ្អកនេះវារៀងមានរសជាតិប្រៃខ្ញុំដាក់តែម្សៅស៊ុបបន្តិចខ្ញុំដាក់តែទឹកត្រីបន្តិចតែប៉ុណ្ណោះហើយខ្ញុំក៏បន្ថែមស្ករបន្តិចទេបងប្អូនខ្លះស្ងោរជ្រក់គាត់អត់ដាក់ស្ករទេតែសម្រាប់ខ្ញុំដាក់បន្តិចដោយសារតែក្នុងផ្អកក៏វាអត់មានជាតិផ្អែមដែរអញ្ចឹងនៅក្នុងនេះខ្ញុំលាយស្ករបន្តិចទៅដើម្បីឲ្យវារៀងលើករសជាតិឡើងស្ងោរជ្រក់ត្រីយើងត្រូវដាក់គល់ស្លឹកគ្រៃសម្រាប់ខ្ញុំអត់ដាក់ទេព្រោះដោយសារតែខ្ញុំដាក់ផ្អកលាយបើសិនជាខ្ញុំអត់ដាក់ផ្អកខ្ញុំដាក់គល់ស្លឹកគ្រៃលាយហើយតែនេះយើងអត់ប្រើដោយសារតែខ្ញុំមានផ្អកអញ្ចឹងបើសិនជាបងប្អូនគិតថាចូលចិត្តក្លិនលក្រីបងប្អូនអាចដាក់ទៅតែសម្រាប់ខ្ញុំអត់ដាក់ទេនៅក្នុងនេះអាហ្នឹងគឺគេធ្វើទៅតាមអ្វីដែលគេចេះវាមិនមែនតាមក្បួនទេបាន